បងប្អូនរៀបសួរអនិច្ចាណាបងប្អូនអើយអនិច្ចាប្រទេសយើងទឹកដីយើងអនិច្ចាណាបងប្អូនអាសៀមវាមិនឈប់ទេបងប្អូនអើយវាបំផ្លាញរ៉ាស់មកជួរព្រំដែនហ្នឹងវារ៉ាស់ពេញហ្នឹងហើយម្ដង10ស្រុកម្ដង5ដល់10ស្រុកហ្នឹងបងប្អូនឥឡូវវាមកទម្លាក់ថ្ងៃ26នេះទម្លាក់ខ្ទីអស់ហើយបងប្អូនអើយខាងព្រំដែនយើងហ៎បងប្អូនទម្លាក់អស់ហើយបឹងតកួនហើយស្រុកព្រះវិហារយើងបងប្អូនអើយខ្ទីអស់ហើយជួយជាប់នឹងបងប្អូនខ្ទីអស់ហើយអ្នកណានឹងសងយើងបងប្អូនអ្នកណានឹងសងយើងបងប្អូនបរទេសប្រជុំហើយទៅវិញបងប្អូនគេខាត់ចៅសៀមនឹងវាមិនស្ដាប់គេអញ្ចឹងណាវាមិនស្ដាប់គេមិនដឹងធ្វើម៉េចទេបងប្អូនប្រទេសនីមួយអត់មានសិទ្ធទេបងប្អូនអត់មានសិទ្ធអត់មានសិទ្ធចាត់ចែងរឿងសង្គ្រាមអញ្ចឹងទេបងប្អូនមានតែអង្គការសហប្រជាជាតិមានការអីត្រូវកោះប្រជុំមកពិភពលោកហ្នឹងប្រទេសដែលជាប់ជាមួយអង្គការសហប្រជាជាតិហ្នឹងណាត្រូវប្រជុំបងប្អូនប្រជុំម្ដងតម្រាំនឹងណាត់ថ្ងៃមកប្រជុំតម្រាំនឹងណាត់ថ្ងៃសម្រាប់អាសៀមនេះវាហោះចុះហោះឡើងយន្តហោះវាបងប្អូនខ្ទេចស្រុកយើងអើយបងប្អូនអើយបរទេសអង្គការសហប្រជាជាតិអាស៊ានអីក៏ដោយបងប្អូនស្អីក៏ដោយជួយយើងមិនទាន់ទេអាសៀមនេះវាបើកយន្តហោះទៅមកតលាក់គ្រាប់ខ្ទេចខ្ទីផ្ទះអ្នកស្រុកអ្នកភូមិយើងអស់លលីងអញ្ចឹងបងប្អូនហើយបើបងប្អូនអើយបើទុកយន្តហោះនេះយូរពេកខ្ទេចខ្ទីស្រុកអស់ណាបងប្អូនថាមិនត្រូវទេណាបងប្អូនថាមិនត្រូវមើលមិនឃើញទេអាសៀមវាលឿនណាបងប្អូនវាលឿនណាជើងដៃវាអាចោព្រៃជើងដៃវាលឿនណាបងប្អូនចិត្តវាសាហាវណាស់បងប្អូនអើយវាគោរពព្រះប៉ុន្តែចិត្តវាជាបិសាចទេបងប្អូនចិត្តវាជាបិសាចបងប្អូនអើយបងប្អូនកុំភ្លេចថ្វាយគុំព្រះផងមួយថ្ងៃបានម្ដងក៏ល្អដែរបងប្អូនកំចាត់ពួកអាសោមីអស់ហ្នឹងបងប្អូនកំចាត់ពួកអាសោមីអស់ហ្នឹងបងប្អូនអើយខ្ទីអស់ហើយច្បាប់អន្តរជាតិច្បាប់អាស៊ានច្បាប់ស្អីទាំងអស់ហ្នឹងបងប្អូនមានតែនៅក្នុងច្បាប់ទេបងប្អូនគ្មានហ៊ានប្រទេសណាមកលូកដៃជួយយើងបានបងប្អូនបើគេហ៊ានលូកដៃមកគេត្រូវដាក់លុយមកជួយបងប្អូនដល់អញ្ចឹងសេដ្ឋកិច្ចពិភពលោកវាអត់ដើរក៏ប្រទេសទាំងអស់អត់ដើរបងប្អូនអញ្ចឹងគេខាត់ខែបណាបងប្អូនគេប្រយ័ត្នប្រយែងណាបងប្អូនអញ្ចឹងបានថាអានិច្ចាណាប្រទេសខ្ញុំស្រុកខ្ញុំបងប្អូនអើយអានិច្ចាមែនតើអានិច្ចាបងប្អូនយើងត្រូវជួយគ្នាឲ្យស្រស់ដៃបងប្អូនកងទ័ពនៅខាងមុខហើយបងប្អូនប្រុសនៅបន្ទាប់ពីកងទ័ពជួយការងារបងប្អូនស្រីរៀបចំចែកស្បៀងព្រមទាំងក្មេងយុវជនយុវតីទាំងអស់ហ្នឹងបងប្អូនជួយគ្នាសោះដៃមានតែយើងទេបងប្អូនដែលតតាំងជាមួយសត្រូវដោយខ្លួនឯងណាបងប្អូនយើងត្រូវតែតតាំងជាមួយសត្រូវដោយខ្លួនឯងបងប្អូនអត់មានណាមកជួយយើងទាន់យើងបានទេបងប្អូនអត់មានទេរងចាំអង្គការគ្រប់កន្លែងហ្នឹងអង្គការសហប្រជាជាតិអាស៊ានអីហ្នឹងបានតែធ្វើប្រជុំទេបងប្អូនបានត្រឹមប្រជុំអាស៊ានអត់ធ្វើតាមអត់ស្ដាប់ធ្វើអីវាឥឡូវហ្នឹងបងប្អូនហើយប្រទេសនីមួយមានចម្បាំងរៀងជួលប្រទេសណាអញ្ចឹងបើប្រទេសណាត្រូវការទិញអាវុធពួកហ្នឹងវាលក់ឲ្យទៀតពួកបរទេសហ្នឹងវាលក់អាវុធឲ្យថែមទៀតបងប្អូនវាត្រូវការលុយចិញ្ចឹមប្រជាពលរដ្ឋរបស់វាដែរណាបងប្អូនអនិច្ចាណាពិភពលោកបងប្អូនសង្គ្រាមលើកទី3នេះចូលមកដល់แล้วណាបងប្អូនចូលមកដល់ហើយបងប្អូនចឹងបានថាប្រទេសយើងប្រទេសអីហ្នឹងមានលុយឯងទិញអាវុធទុកឲ្យច្រើនទៅហើយទៅតិចទៀតហ្នឹង
មាសក៏លេងចាយកើតលុយក៏លេងចាយកើតចាគៀងទាំងអស់បងប្អូនមកមានអាវុធគ្រាន់ទុកបាញ់ចោលចឹងណាបងប្អូនចាអរគុណបងប្អូនចាំជួបគ្នាក្រោយទៀតចា